យើងដល់គ្នាគឺសិតតែអាចបង្កើតវីដេអូ AI និយាយខ្មែរបែបនេះបានដោយខ្លួនឯងតែម្ដងហើយយើងត្រូវការបងលុយទេគឺយើងអាចធ្វើការប្រើជាមួយនឹង account free បានហើយខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការបង្កើតតាំងពីដើមរហូតដល់អាចធ្វើបានតែម្ដងហើយយើងនឹងធ្វើចូលទៅក្នុង screen របស់យើងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងដំបូងបំផុតយើងចូលមកក្នុង Gemini.google.com ណាយើងនឹងឃើញផ្ទាំងមួយហ្នឹងឬក៏អ្នកនរគ្នាអាចធ្វើការចូលមកកន្លែងនេះមកក៏យើងឃើញជាមួយនឹងអាចចុចតាម link នេះមកឃើញតាក់ទងជាមួយនឹងព័ត៌មានកញ្ចប់របស់ Google Gemini មកអញ្ចឹងដើម្បីបង្កើតវីដេអូប្រភេទហ្នឹងបានឬក៏ជាប្រភេទ VOC ហ្នឹងបានគឺយើងត្រូវមានជា account Google AI Pro ហ្នឹងសិនអញ្ចឹងនៅក្នុងហ្នឹងបើសិនជាយើងប្រើ account free គឺយើងអាចប្រើនៅខាងឆ្វេងនេះបានហើយដើម្បីយើងអាចប្រើប្រាស់បានគឺយើងត្រូវការចុចនៅខាងស្ដាំនេះយើងចុច Get Start អញ្ចឹងវានឹងបង្ហាញពី plan Google AI យើងអាចចុចកន្លែងនេះទៅព្រោះគេឲ្យយើងប្រើសាកដបងមួយខែអញ្ចឹងយើងចុច Agree បន្តមកទៀតកន្លែងនេះគឺយើងធ្វើការបញ្ចូលតាក់ទងជាមួយនឹងលេខកាតរបស់យើងអាចបញ្ចូលសិនទៅប៉ុន្តែវាអត់កាត់លុយទេមានន័យថាតើយើងប្រើបានមួយខែសិនដល់ថ្ងៃហ្នឹងខែក្រោយទៅវាចាប់ផ្ដើមកាត់លុយអញ្ចឹងបើសិនជាយើងអត់ប្រើយើងអាច cancel ទៅគឺវាអត់កាត់លុយរបស់យើងទេអញ្ចឹងនៅពេលកន្លែងហ្នឹងគឺយើងបញ្ចូលកាតខ្លួនឯងហើយយើងចុច save ទៅគឺវាចាប់ផ្ដើម hold កាតរបស់យើងសិនអញ្ចឹងកន្លែងនេះគឺគេបញ្ជាក់យើងថាយើងអាចធ្វើការ start thing today ហ្នឹងគឺយើងអត់មានអស់លុយទេប៉ុន្តែនៅថ្ងៃទី4ខែក្រោយទៅគឺគេនឹងចាប់ផ្ដើមកាត់លុយអញ្ចឹងបើសិនជាយើងសាក់ហើយយើងអត់ត្រូវការទេឬក៏អីទេយើងអាចធ្វើការ cancel ឲ្យបានមុនថ្ងៃទី4ហ្នឹងទៅគឺគេអត់កាត់លុយហ្នឹងទេឥឡូវយើងធ្វើការ subscribe សិនអូខេឥឡូវគឺយើងបានធ្វើការ subscribe ហើយគឺវាអត់ទាន់កាត់លុយទេកន្លែងហ្នឹងអញ្ចឹងដំបូងបំផុតនៅពេលដែលយើងចូលមកគឺអ្វីដែលយើងត្រូវធ្វើគឺយើងដូរមកកន្លែង 2.5 នេះទៅជា 2.5 Pro សិនអូខេបន្តមកទៀតយើងធ្វើការសរសេរ Pro មួយធម្មតាទៅអ្នកនរអាច copy ក៏បានអាចសរសេរទៅតាមធម្មតាក៏បានដែរកន្លែងនេះខ្ញុំចង់ឲ្យធ្វើការបង្កើតទៅជា video generation prompt ឲ្យវាធ្វើការសរសេរឲ្យយើងតែម្ដងអញ្ចឹងឥឡូវឲ្យវាសរសេរមកចាំមើលវាសរសេរមិនខ្លះអូខេឥឡូវគឺវាសរសេរឲ្យយើងហើយអញ្ចឹងយើងអាច check មើលក៏បានយើងអាច copy យកទៅប្រើក៏បានឥឡូវយើង copy ទាំងអស់ហើយយើងចុចកន្លែងវីដេអូនេះហើយចុច new chat បន្តមកទៀត pass prompt នឹងចូលយើងចុច enter អញ្ចឹងវានឹងធ្វើការចាប់ផ្ដើម generate ទៅកាន់វីដេអូហ្នឹងហើយរយៈពេលយើងរងចាំចន្លោះពី3ទៅ5នាទីឬក៏វាអាចយូរឬក៏វាអាចនឹងលឿនជាងនឹងទៅតាមស្ថានភាពជាក់ស្ដែងអូខេនេះគឺជាវីដេអូដែលយើងទទួលបានឥឡូវយើងធ្វើការ play អូនឯងហត់ដែរទេចាហត់ណាស់ចឹងបើសិនយើងចង់ download គឺយើងអាច download យ៉ាងនេះហើយវីដេអូហ្នឹងគឺ generate បានតាម8វិនាទីទេអញ្ចឹងបើសិនយើងចង់បានបន្តវីដេអូបដាក់គ្នាអីគឺយើងត្រូវការបង្កើតបន្តហ្នឹងទៅហើយកន្លែង cancel subscription ហ្នឹងគឺយើងចុចកន្លែងនេះយើងចុច manage your Google account បន្តមកទៀតយើងយក payment and subscription ហើយយើងយកពាក្យ go to Google One យើង scroll មកខាងក្រោមនេះយើងឃើញ Google AI Pro ហ្នឹងយើងចុចពាក្យ manage ហើយយើងចុចcancel membership យើងចុច cancel កន្លែងនេះមកតង់ទៀតអូខេយើងចុច manage យើងចុច cancel subscription ហើយយើងអាចរើសទៅលើនេះមួយតាមតម្រូវការរបស់យើងយើងចុច cancel អូខេឥឡូវខ្ញុំបានធ្វើការ cancel ទៅលើ subscription ហ្នឹងជោគជ័យហើយអញ្ចឹងវាអត់កាត់លុយទេអញ្ចឹងតើតោជាមួយនឹងការបង្កើតគឺវាមិនពិបាកពេកទេប៉ុន្តែបើសិនជាអ្នកនរដែលគាត់ប្រើជា account បង់លុយឬក៏ជា account pro វាអាចនឹងលឿនជាងហ្នឹងវាអាចនឹងងាយស្រួលហើយក៏វាអាចធ្វើឲ្យបានល្អជាងនឹងដូចគ្នាប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរអាចធ្វើការសាកជាមួយនឹង account free សិនទៅបើសិនជាការងាររបស់យើងឬក៏អ្វីដែលយើងត្រូវការហ្នឹងគឺវាតម្រូវជាមួយនឹងវាចាំយើងបង់លុយផងក៏បានដែរអញ្ចឹងដូចតែបានសន្យាអញ្ចឹងឥឡូវវីដេអូគឺបានធ្វើហើយបើសិនជាអ្នកនរចង់ដឹងបន្ថែមតទៅជាមួយនឹងVOC ឬក៏ AI ផ្សេងៗទៀតអាចធ្វើការ comment ប្រាប់ខ្ញុំនៅខាងក្រោមហើយបើសិនជាមានអីផ្សេងៗទៀតយើងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយចុច like ហើយ share វីដេអូមួយនេះអរគុណជួបគ្នានៅវីដេអូក្រោយ